មកប្រើជីវិតនៅប្រទេសខ្មែរម្ដងកុំឲ្យគេយកច្រឡំថាខ្ញុំនឹងរស់នៅចិនថ្ងៃហ្នឹងនីវណៃនឹងខ្ញុំចេញហ្វេដែរធ្វើម្ហូបម្ដងទេមើលថាខ្ញុំនឹងធ្វើម្ហូបអីគេវ៉ាវតាមពិតខ្ញុំថាអត់ចង់ថតទេប៉ុន្តែអតិជនគាត់ថាមកសួរច្រើនពេកថាខ្ញុំរស់ថ្ងៃហ្នឹងនៅខ្មែរឬក៏នៅចិនខ្ញុំចង់បញ្ជាក់ថាខ្ញុំរស់នៅប្រទេសខ្មែរអ្នកនរខ្ញុំទៅចិនហ្នឹងគឺគ្រាន់តែដើរលេងទេហើយខ្ញុំទៅចិនម្ដងគឺទៅមួយខែគាត់ថាខ្ញុំទៅយ៉ាងញឹកតិចក៏អ្នកនរខ្ញុំមានការងារច្រើននៅចិនអញ្ចឹងណាពីអ្នកនីវណៃទៅមកពីផ្សារបានស្លាត់3មុខតែសក់ជាមួយនឹងខ្ទឹមបារាំងអ្នកនរនិយាយទៅខ្ញុំកំពុងតែលាងបន្លែហើយឃើញអញ្ចឹងតែខ្ញុំលាងបន្លែស្អាតណាដោះខាត់ម្ដងមកស្លឹកអ្នកនរនិយាយថាខ្ញុំពងលាងនីវណៃគេហៅគេថាអញ្ចេះនេះអ្នកថតខ្ញុំម្ដងមើលខ្ញុំហាន់ដលងអ្នកនរហាន់បែបលឿនណាគេថាឲ្យខ្ញុំថតឲ្យកន្លែងគេហាន់លឿនណាអ្នកនរប៉ុណ្ណេះខ្ញុំអត់ប្រាប់ទេថាខ្ញុំនឹងធ្វើម្ហូបអ្វីអ្នកនរសាទីលេងមើលថ្ងៃហ្នឹងមានមុខម្ហូបមានបកងទៀតនេះខ្ញុំនិយាយមែនណាខ្ញុំកៀងនីវណៃខ្លាំងមែនទែនហ្មងសុកគេយកអាវគូមកឲ្យខ្ញុំពាក់ឲ្យសិតតែបខំឲ្យខ្ញុំពាក់ទៀតហើយអាវគូមកកណោមិនទិញអ្នកនរមកទិញអាយឆៃណាអ្នកគ្នាពងផ្លែចិត្តមែនថាខ្ញុំហ្នឹងថ្ងៃហ្នឹងខ្ជូតមែនចេះធ្វើម្ហូបមានទេអ្នកគ្នាខ្ញុំថតមកស្ទុះឲ្យនីវណៃជាអ្នកលៀងអ្នកធ្វើទាំងអស់ហ្នឹងនិយាយទៅខ្ញុំគ្រាន់តែថតវីដេអូឲ្យអ្នកគ្នាមើលថាខ្ញុំជាអ្នកធ្វើអញ្ចឹងណាអានេះគឺនីវណៃមកត្រៀមចក្រានឲ្យខ្ញុំដើម្បីឲ្យខ្ញុំមកអាំងសាច់ហើយនឹងថ្ងៃហ្នឹងមានអាំងសាច់គោជាមួយនឹងអាំងបកងអ្នកគ្នាតែខ្ញុំភ្លេចថតសាច់គោពេលខ្ញុំប្រឡាក់មើលខ្ញុំមួយថ្ងៃឯងដឹងនៅថាខ្ញុំធ្វើមុខម្ហូបអីគេអ្នកគ្នាឃើញទេអ្នកមានសាច់គោមានបកងអាំងអីចឹងជួយប្រាប់ឈ្មោះខ្ញុំហងខ្ញុំក៏មិនដឹងថាខ្ញុំធ្វើអីដែរអ្នកនិយាយមែនខ្ញុំឈប់ទៀតហើយអ្នកគ្នារៀងហ្មងចេញទៅផ្សារម៉ោង6ល្ងាចរំធ្វើឲ្យញ៉ាំហើយគឺម៉ោង11យប់អ្នកគ្នាគិតមើលចង់អស់ខ្យល់នេះឬក៏រាល់ហើយមាននំបញ្ចុកជាមួយនឹងឆាស៊ွန်ឡាទូដូសមានម្ហូបចិនអ្នកគ្នាឆាតឡងរបស់នីវណៃជាមួយនឹងបកងអាំងអីចឹងណាចាំខ្ញុំមកប្រាប់ពីវិធីញ៉ាំថាគេញ៉ាំមិនដំបូងគឺយើងយកស្លាច់មកយើងដាក់បកងជ្រលក់ជាមួយនឹងទឹកត្រីកោះកុងបងខ្ញុំ2នាក់ហ្នឹងគេធ្វើតែជ្រលក់មកឲ្យខ្ញុំភ្លក់ហើយជាមួយនឹងតសក់ហើយនឹងនំបញ្ចុកហើយនឹងជីមកអ្នកគ្នាដាក់ទៅណែមានអ្នកខាងក្រោយនៅមើលខ្ញុំទៀតដាក់ចូលមាត់មកជ្រុះសាច់ហ្នឹងនេះហើយខ្ញុំដាក់ស្លាទុយពេកហើយណាមួយខ្ញុំដាក់នំបញ្ចុកច្រើនពេកឥឡូវនេះយើងធ្វើម្ដងទៀតលើកទី2គឺយើងយកស្លាត់ស្លឹកធំជាងមុនមកដាក់បកងដាក់សាច់ចូលដដែលមកអ្នកគ្នាចលុកហើយដាក់ចូលមាត់លើកទី1មិនជោគជ័យលើកទី2ដឹងតែជោគជ័យហើយបើមិនតន់ជោគជ័យទេធ្វើបន្តទៀតអ្នកគ្នាដល់តែជោគជ័យគេថាជីវិតយើងកើតមកមួយនេះកុំងាយនឹងចោះចាញ់ពេកនិងកុំព្រមទទួលយកជីវិតនៅបច្ចុប្បន្នបើសិនជាយើងមិនទាន់សនុកសុខស្រួលខ្ញុំចូលចិត្តមួយពាក្យនេះរបស់ Warren Buffett អ្នកគ្នាគាត់និយាយថាយើងកើតមកក្រមិនមែនជាកំហុសរបស់យើងទេប៉ុន្តែបើសិនជាយើងស្លាប់ទៅហើយនៅតែក្រអានឹងគឺជាកំហុសរបស់យើងតែមួយពាក្យនឹងរបស់ Warren Buffett ក៏ធ្វើឲ្យខ្ញុំរស់នៅបានយ៉ាងមានន័យដែរអ្នកគ្នាអញ្ចឹងកុំខ្វល់ច្រើនពេកណាមើលខ្ញុំញ៉ាំបកងបន្តហើយមើលនីវណៃឲ្យតែឃើញថតវីដេអូលើកដៃលើកជើងក្នុងវីដេអូរហូតអានេះគឺខ្ញុំមកអាំងសាច់គោអ្នកគ្នាចុងក្រោយគេបិទគូតគឺយើងមកញ៉ាំទូ